ជំរាបសួរអ្នកនរគ្នាខ្ញុំតែពិសិដ្ឋស្វាគមន៍មកកាន់28បច្ចេករបស់យើងតែវាំងណនដែលគាត់បាំងនៅខាងក្រោយខ្នងគាត់ហ្នឹងដូចមានអារម្មណ៍ថាមានមនុស្សទេយល់អ្នកនរគ្នាទាំងដែលពេលហ្នឹងគឺអត់មានខ្យល់ទេគាត់ថាលបាក់ខ្ទង់ម៉ោង2:10ជាងហ្នឹងអត់មានខ្យល់ទេខ្យល់មិនតិចក៏អត់មានខ្យល់ដែរបើថាមានខ្យល់ពួកគាត់គេងបាត់ហើយលេងឃើញគេមើលមុខអញគេរបៀបថាគេមើលមកគាត់គាត់ថាផ្នែកឡើងក្រហមតែឃើញតែក្បាលទេអត់មានឃើញខ្លួនទេដឹងមិនបានចឹងណាអ្នកនរគ្នាដោយសារតែអញ្ចេះកន្លែងដែលគាត់នោមហ្នឹងឥឡូវខ្ញុំនិយាយពីសារនោមយើងនិយាយថាកន្លែងគាត់បត់ជើងហ្នឹងរបៀបថាអញ្ចេះវាបាយមុខទៅកន្លែងបឹងណាអញ្ចឹងពេលដែលគាត់បត់ជើងទៅគាត់មិនមើលទៅបឹងគាត់ថាឃើញក្បាលអើតមកគាត់ថាក្បាលច្បាស់ហ្មងថាក្បាលមនុស្សតែក្បាលនឹងធំខ្លាំងហើយភ្នែកឡើងក្រហមតែពងមើលមកគាត់គ្រាន់តែប៉ុណ្្នឹងភ្លាមគាត់ដាច់អស់ហើយគាត់ឡើងមកកញ្ចោះភ្លាមមកគាត់ក្លុំភួយហ្មងតែវា